ជួយផងចេញចូលឡើងដៃជួយខ្ញុំផងខ្ញុំទ្រាំលែងបានហើយបើអ្នកស្នាក់នៅទីនោះអ្នកនឹងឈួតហើយមិនអាចត្រឡប់មកវិញបានទេបើអ្នករងចាំយូរទៀតគាត់នឹងទៅបាត់ហើយជើងខ្ញុំជាប់ហើយកុំកាន់ខ្ញុំអីហៅប៉ូលីសមកអូទេទីតាំងរបស់អ្នកខ្ពស់គ្រប់គ្រាន់សម្រាប់សហព័ន្ធចិននៅក្រៅប្រទេសដើម្បីបង្កើតការិយាល័យបណ្ដោះអាសន្ននិយាយឲ្យសាមញ្ញទៅប្រសិនបើទំនិញមួយបាច់ពីឃ្លាំងឡាយនាងហ្គេងត្រូវចូលមកអ្នកត្រូវលះបង់ដីរបស់អ្នកវាងាយស្រួលនិយាយណាស់ប្រសិនបើអ្នកយល់ព្រមខ្ញុំនឹងការពារចំណែករបស់អ្នកហើយទុកកន្លែងឲ្យអ្នកធ្វើសម្យុទ្ធកុំវាយដំព្រៃពេលទិញដីការមិនដឹងពីរបៀបកសរសើរសេចក្តីសប្បុរសគឺកុំធ្វើវាម្ដងទៀតផ្លូវចម្លែកពិបាកដល់ណាស់ព្រះមហាក្សត្រអើយឬប្រហែលជាយើងគួរតែរងចាំមួយរយៈសិនព្រោះកន្លែងនេះមិនអាចផ្ដល់ឲ្យយើងបានទេចំណិតផ្សិត truffle តារាប់ណាលោកតាចាស់នៅតែនៅទីនេះកុំឲ្យគាត់បំពោខ្ញុំលើកនេះអីវានឹងមិនតូចតែទេប្រសិនបើអ្នកការពារហ្វេងបញ្ជីនេះនឹងមិនបាត់បង់ឡើយអ្នកកំពុងកុហកតើអ្នកមិនដឹងថាអ្នកណាគូវាទេខ្ញុំបានធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តដូច្នេះសូមអន់ក្បាលចុះទៅហើយហេតុអ្វីបានជាអ្នកនិយាយថាអ្នកមិនអាចអន់ក្បាលចុះហើយនៅតែចង់បានលុយខ្ញុំសូមនិយាយម្ដងទៀតថាហាមិនត្រឹមតែអ្នកអស់លុយទេប៉ុន្តែប្រសិនបើមានអ្នកណាហ៊ានទាត់អ្នកម្ដងទៀតកុំគិតពីការសន្សំអីចូលយើងថយក្រោយមួយជំហានបើអ្នកបាត់បង់អ្វីទាំងអស់ឪពុករបស់អ្នកនឹងបាត់បង់នោះជាអ្វីដែលគាត់និយាយដែរខ្ញុំមិនដូចគាត់ទេខ្ញុំគ្រាន់តែខ្លាចថាអ្នកនឹងបញ្ចប់ដូចគាត់នេះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយប៉ុន្តែខ្ញុំមិនអាចយកឈ្នះពួកគេបានទេខ្ញុំនឹងប្រយុទ្ធនឹងខ្យល់ជាមុនសិនបន្ទាប់មកមនុស្សហើយប្រេងម៉ាស៊ូតនឹងអស់ធុងខ្សាច់ខ្លីពីរប្រសិនបើមិនមានការបូបគ្រប់គ្រាន់ទេចៅវាយខែលមិនអាចដឹកជញ្ជូនសម្ភារៈបានទេតើអ្នកណាជាអ្នកបញ្ឈប់គាត់កុំធ្វើឲ្យខ្ញុំពិបាករឿងអីធ្វើវាដោយខ្លួនឯងការបំពេញបន្ថែមឆេនចៅមកជាមួយអ្នកប្រាប់ពួកគេថាពួកគេបានឲ្យលុយអ្នកបន្ថែមហើយខ្ញុំនឹងទៅផ្ទះហើយរៀបចំបាយសម្រាប់ចំអិនមនុស្សម្នាក់មិនអាចបញ្ចប់ការងារបានទេប៉ុន្តែលោកហេដុងបៀវបាននិយាយថាឈូទីហ្វុងនឹងមិនទៅដល់តំបន់នេះទេលោកមិនយល់ពីសមុទ្រទេដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នផងដែរអ្នកវានិយាយអំពីការប្រឆាំងនឹងវាសនាហើយមិនរងចាំរហូតដល់អ្នកស្លាប់តើកន្លែងនេះអាចទប់ទល់នឹងខ្យល់បានប៉ុន្មានវាខ្លាំងជាងការចំណាត់ថ្នាក់ទាបរបស់អ្នកយើងនឹងនិយាយអំពីវានៅពេលដែលវាពិតជាមកដល់គុំមកយំរកខ្ញុំពេលក្រោយអីអ្នកបើអ្នកមិនសម្រាកទេអ្នកមិនអាចសម្រាកបានទេប្រសិនបើអ្នកបង្ខំខ្លួនឯងឲ្យស្លាប់សូម្បីតែការពន្យាពេលមួយផ្លែក៏នឹងមានន័យថាជីវិតរបស់អ្នកមិនមែនជារបស់អ្នកដែរតើនេះមានន័យយ៉ាងណាពួកគេកំពុងមកតាមផ្លូវនេះតើអ្នកបានទៅអាណិដ្ឋាខណ្ឌចុងក្រោយនៅឯណាតើអ្នកទាំងអស់គ្នាបានឃើញវាទេគាត់បានស្តុកទុកទឹកនិងប្រេងតើអ្នកអង្វរគាត់ចប់ហើយឬនៅប្រសិនបើអ្នកមិនព្យាយាមរកលុយទេហេតុអ្វីបានជាអ្នកចំណាយលុយច្រើនម្ល៉េះការដែលបានផ្ដល់ជីវិតឲ្យប្រើប្រាស់មិនមែនជាការដែលបានផ្ដល់ប្រាក់ប្ដូរទេប៉ុន្តែខ្យល់មិនទាន់មកដល់នៅឡើយទេគាត់មិនអាចរងចាំខ្យល់បក់មកបានទេអ្នកធំជាងអ្នកគួរតែសង្ឃឹមថាខ្ញុំខុសទៅហឺមអ្នកធ្វើពុតជាដឹងអំពីសមុទ្រដើម្បីអ្វីកុំធ្វើជាមនុស្សដំបងដែលរត់ចេញពេលទឹកឡើងមកតើអ្នកអាចទុកកន្លែងទំនេរនៅទីនេះបានទេតើអ្នកត្រូវការអ្វីតើអ្នកកំពុងធ្វើអ្វីទុកឧបករណ៍សង្គ្រោះបឋមនិងសៀវភៅកត់ត្រាវិន័យនៅជុំស្ងួតខ្ញុំបានជួបម្នាក់ដែលបានចុះបញ្ជីការតាំងពីលើនៅក្នុងតំបន់នេសាទនៅអានីសមុទ្រកាលពីឆ្នាំមុនការបែងចែកនេះបានរញ៉េញ៉ៃហើយមនុស្សត្រូវបានច្របាច់នឹងរងរបួសនៅជ្រុងផ្លូវកុំប៉ះរបស់ខ្ញុំជ័យជំនះតង់មួយនៅខាងក្រៅត្រូវបានដាក់មុនការវិភាគមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ទឹកនៅខាងក្នុងគឺត្រូវទៅទីខាងកើតទៅឆ្នេរតើយើងនៅតែអាចទុកវាបានទេចូលយើងដាក់ថង់ខ្សាច់ខ្លះចូលជាមុនសិនខ្ញុំអាចរើវាបានឈប់និយាយរឿងមិនសមហេតុផលអូទេតំបន់របស់ខ្ញុំទាំងមូលត្រូវបានជន់លិចរួចហើយជួយផងទឹកនៅតែឡើងចង់ខ្សែពួរតាមទំពក់រួចតាមខ្ញុំមកការចេញទៅក្រៅឥឡូវនេះគឺជាការធ្វើអធិភាពប្រសិនបើពួកគេមិនចេញទៅទេពួកគេនឹងស្លាប់ឥឡូវនេះចូលទៅយកពួកគេទៅខ្ញុំនៅលើច្រាំរឹតខ្សែពួរឲ្យតឹងពេលខ្ញុំឈរជើងរបស់ខ្ញុំមានអារម្មណ៍ខ្សោយគុំដេកចុះហើយដើរចុះឡើងមានប្រអប់មួយនៅខាងឆ្វេងមនុស្សទៅមុនសិនបន្ទាប់មកយកសៀវភៅបញ្ជីរបស់ខ្ញុំប្រសិនបើអ្នកនៅរស់អ្នកអាចដោះស្រាយកន្នីបានតាមពិតអ្នកពិតជាបានគ្រប់គ្រងដើម្បីយកមនុស្សនោះមកវិញប៉ុន្តែនោះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះគ្រោះថ្នាក់ពិតប្រាកដមិនទាន់មកដល់នៅឡើយទេខ្ញុំអស់សម្ភារៈប្រើប្រាស់ទាំងស្រុងហើយការជួយដេញមួយទៀតបានកើតឡើងគ្មាននរណាម្នាក់គួរទៅឆ្ងាយយកទេចូលដើម្បីអ្នកអាចធ្វើបានទៅកាន់កន្លែងគូទៅសម្អាតបន្ទប់ហើយរកកន្លែងសម្រាប់ខ្ញុំជាមុនសិនមានមនុស្សចាស់ចូលមកក្នុងផ្ទះខ្ញុំឡានខ្ញុំមកដល់មុនដូច្នេះសូមគំរុញបើរុញទៀតមនុស្សគ្រប់គ្នានឹង
បន្ទាប់ពីលីវទីងស្លាប់ទៅកៅតៃអាចទទួលមនុស្សបានត្រឹមតែ30នាក់ប៉ុណ្ណោះដងបាំងទទួលយកតែមនុស្សចាស់និងកុមារប៉ុណ្ណោះឆ្មាំកងដែលបំពាក់ស្រាលឬនៅសល់តែស្បៀងអាហារ3ថ្ងៃប៉ុណ្ណោះនឹងស្ទះច្រកចូលស្នប់ប្រសិនបើពួកគេត្រូវកត់ត្រាការខាតបង់ជីវិតរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ប្រសិនបើអ្នកមិនចាំច្បាស់ទេអ្វីនឹងញញែភ្លាមហើយអ្នកនឹងបញ្ចប់ដោយការងារដែលគ្មានប្រយោជន៍តើនេះជាអ្វីប្រសិនបើពូមិនធ្វើតាមច្បាប់ទេគាត់នឹងត្រូវបញ្ជូនទៅក្រៅឥឡូវនេះវ៉ាងដាហ៊ឺនិងក្រុមគ្រួសាររបស់គាត់ដែលមានសមាជិក3នាក់ធំទឹក1និងអង្គ2បាវតុងប៉េងបានឈប់នៅពេលដែលគាត់ឈានដល់មាត់30ហើយបន្ទាប់មកដំណើរដែលនៅសល់ទាំងអស់គឺស្រាលការបង្វិលជំនួយបរទេសពិតជាត្រូវធ្វើតាមវិធីនេះដោយធំប្រេងនៅក្នុងឆានែលខាងលិចត្រូវបានដាក់ដោយឡែកពីគ្នាដោយគ្មាននរណាម្នាក់ឡើយអ្នកធ្លាប់គិតពីរឿងនេះដែរឬទេកំហុសតែមួយគត់អ្វីនឹងត្រូវបំផ្លាញចោលមនុស្សមួយចំនួននៅខាងក្រៅកំពុងនិយាយថាអ្នកកំពុងប្រើរឿងនេះជាលេសដើម្បីផ្សព្វផ្សាយសុភាសិតមួយដែលថាពួកគេនឹងត្រឡប់មកតម្រង់ជួរវិញបន្ទាប់ពីពួកគេបានជេរប្រមាថរួចគឺជាការពិតទាំងស្រុងមនុស្សមួយចំនួនលួចការបញ្ចេញទឹកមិនមែនជាការលួចទេវាកំពុងព្យាយាមបង្កើតភាពវឹកវរតើយើងធ្វើអ្វីឥឡូវនេះការប្រកិច្ចយាមវែងយប់នេះនឹងជួយមនុស្សឲ្យស្ងប់ចិត្តទីមើលថាអ្នកណាប្រញាប់ប្រញ័រម្លេះធ្វើឲ្យខ្ញុំវឹកវរឥឡូវនេះខ្ញុំមិនអាចឈរជំនួសម្ដាយខ្ញុំបានទេដូច្នេះហេតុអ្វីបានជាគាត់គូផ្ដល់អាទិភាពដល់ការជួយមនុស្សចាស់នៅពេលដែលឪពុកម្ដាយនិងបងប្អូនស្រីរបស់គាត់ហៀបនឹងដួលរំហើយអ្នកណាគូឈ្លោះប្រកែកគ្នាដណ្ដើមការទទួលខុសត្រូវអ្នកណាចូលចុងក្រោយគេគឺជាចៅវាយលេខចាស់ច្រកទ្វារនេះឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំមនុស្សទៅទីខាងកើតទំនិញទៅទីខាងលិចហើយមានផ្លូវមួយនៅចុងកណ្ដាលនេះជាប្រអប់របស់អ្នកណាកុំបិទផ្លូវអីបើខ្ញុំកំពុងចំណេញត្រីវានឹងខូចចំណេញត្រីរបស់អ្នកមិនអាចប្រៀបផ្ទឹមនឹងកូនរបស់អ្នកបានទេជីវិតរបស់អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ទោះបីជាអ្វីដែលអ្នកនិយាយខុសខើក៏ដោយអ្នកត្រូវតែស្ដាប់កុំប៉ះពាល់នរណាម្នាក់នៅក្នុងតំបន់ដានសួយនោះជាចំណុចសំខាន់ពួកគេថែមទាំងថតទុកថាតើអ្នកទទួលបានទឹកផឹកឬអត់ហើយបន្ទាប់មកការឈ្លោះប្រកែកគ្នាបានទុះឡើងនៅពាក់កណ្ដាលអធិបតេយ្យតើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះសន្ទះបិទបើកទឹកត្រូវបានបន្ធូរច្រើនជាងម្ដងតើអ្នកណាជាអ្នកធ្វើបែបនេះអសធំលេះពួកគេចង់ឲ្យអ្នកបំពេញការសន្យារបស់អ្នកហើយបិទផ្សាយបញ្ជីនោះនៅថ្ងៃស្អែកតើអ្នកនឹងឲ្យពួកគេឃើញវាទេពួកគេហ៊ាននិយាយថាខ្ញុំកំពុងលាក់ឈឺឆាន់ដងអាកូនល្ងងឯងមានទឹកតែឯងមិនឲ្យយើងផឹកទេអ្នកទាំងអស់គ្នាមើលនេះមានទឹកនិងប្រេងនៅទីនេះប៉ុន្តែពួកគេមិនបើកវាទេដូច្នេះយើងអាចត្រាំខ្លួននៅខាងក្រៅខណៈពេលដែលភ្លើងកំពុងបើកនៅខាងក្នុងការញ៉ាំមិនមែនជារួមអន្តរាយសម្រាប់អ្នកទេតើទ្រព្យសម្បត្តិជាអ្វីអ្នកបាននិយាយរួចហើយប្រសិនបើអ្នកចង់បញ្ជាក់ពីភាពគ្មានទោសពៃរបស់អ្នកចូលរៀបចំអ្វីគ្រប់យ៉ាងមើលថាតើទឹកសាបប៉ុន្មានប្រេងម៉ាស៊ូប៉ុន្មានក្លិនក្រអូបអស់ប៉ុន្មានហើយឥឡូវនេះខ្ញុំមានប៉ុន្មានគ្រាន់តែដោយសារតែអ្នកចាំថាអ្នកណាបានទទួលអ្វីនិងអ្នកណាបានទទួលវាមិនមានន័យថាអ្នកមិនបានទទួលបាននោះទេទីបេវ៉ាងដាហួរធំទឹកស្អាតមួយនឹងលីគួយហួរថ្នាំបន្ថយគ្រុនក្តៅពីកញ្ចប់និងប្រអប់អាហារស្រួល3ប្រអប់ដែលរក្សាទុកដោយយ៉ាវមែនទាំងប្រអប់ទាំង3របស់ខ្ញុំមិនត្រូវបានប៉ះពាល់ទេពួកវាមិនត្រូវបានចែកចាយដោយចែកដល់ទេវាមិនសមនឹងការជេរប្រមាថទេ KN Sugar ប្រសិនបើលុយមានតម្លៃខ្លាំងម្ល៉េះចាប់ពីពេលនេះទៅមនុស្សគ្រប់គ្នានឹងត្រូវតម្រង់ជួរដើម្បីទិញទឹកនិងអាហារចុះអ្នកនៅខាងក្រៅវិញតើពួកគេនឹងអាចចូលបានទេខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចូលហើយបន្ទាប់មកអ្នកនឹងត្រូវធ្វើតាមការណែនាំរបស់ខ្ញុំនោះគឺជាជំរកចាស់របស់លីចាស់ម៉ាស៊ីនភ្លើងបានរលត់ទៅហើយអ្វីនៅទីនេះងឹតឈឹងហើយមនុស្សកំពុងប្រញាប់ប្រញាល់មកផ្លូវនេះកាន់ម៉ាស៊ីនភ្លើងជាមុនសិនតើភាគីរបស់អ្នកហៀបនឹងបែកបាក់ដែរទេយើងត្រូវតែអត់ធ្មត់យើងត្រូវពន្លត់សត្វចម្លែកនោះវាចាប់ផ្ដើមភ័យស្លន់ស្លោហើយហុចដៃមកខ្ញុំតើអ្នកអាចជួសជុលវាបានទេអ្នកក៏ត្រូវដឹងដែរតើយើងអាចធ្វើវាម្ដងទៀតបានទេបន្ទាប់មកនៅស្ងៀមហើយធ្វើវាម្ដងទៀតអ្នកអាយ៉ាវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នៅទីនេះភ្លឺខ្លាំងណាស់ប្រសិនបើអ្នកអាចកាន់ដៃគ្នាបានកុំចង្អៀតចង្អល់បើផ្លូវសម្រាប់កុមារនិងមនុស្សចាស់ផ្លាស់ទីទៅខាងក្នុងហើយកុំបិទច្រកចូលស្នប់អ្នកណាប៉ះប្រេងអ្នកណាដែលចេញពីធុងកុំប៉ះវាក្មេងនោះបានចាស់ពីពេលត្រូវបានបាត់គេមួយក្រុមទៀតនឹងមកដល់មុខរបស់ពួកគេឡើងក្រហមហើយស្ទើរតែពេញខាងក្នុងសូមមេត្តាខ្ញុំគ្រាន់តែធ្វើអាក្រក់នៅពេលថ្ងៃសូម្បីតែមនុស្សចាស់ក៏សុំទោសដែរគ្មានកន្លែងណាដើម្បីលាក់ខ្លួនទេដូច្នេះកុំបើកទ្វារត្រូវរៀបចំអ្វីគ្រប់យ៉ាងតាមច្បាប់ក្មេងមុនគេបន្ទាប់មកអ្នកណាដែលមកក្រោយគេកុំរុញច្រានអីសង្គ្រោះកូនប្រុសខ្ញុំជាមុនសិនស៊ីបានមកមុនប៉ុន្តែសាច់ញាតិចាស់របស់ខ្ញុំក៏មិនស្រួលខ្លួនដែរខ្ញុំនៅក្នុងឡានមានអាហារសូមអនុញ្ញាតឲ្យខ្ញុំចូលមុនមនុស្សចាស់និងកុមារដែលរងរបួសគួរតែឈរនៅខាងឆ្វេងជាកន្លែងដែលពួកគេអាចដើរបានអ្នកដែលបានផ្លាស់ទៅខាងស្ដាំបានឬថាមានជួរពីរនៅពេលនេះតើការរៀបចំអ្វីមួយមានប្រយោជន៍អ្វីយប់នេះវានឹងរញ៉េញ៉ៃទាំងស្រុងការបើកទ្វារគឺដើម្បីជួយសង្គ្រោះជីវិតមិនមែនសម្រាប់អ្នកប្លន់នោះទេក្មេងនេះក្តៅក្រហាយណាស់ពិបាកទ្រាំណាស់អូយខ្ញុំត្រូវការថ្នាំបន្ថយគ្រុនក្តៅវាឈឺណាស់នៅទីនេះហេតុអ្វីបានជាពួកគេជាអ្នកដែលមកមុនហើយទទួលបានកន្លែងល្អទាំងអស់ព្រោះពួកគេមិនអាចទ្រាំបានយូរទៀតទេបន្ទាប់មកខ្ញុំបើអ្នកចង់ទិញទំនិញពីហាងនេះអ្នកត្រូវតែស្ដាប់ខ្ញុំជាមុនសិនឥឡូវនេះចូលយើងបើកអ្នកដែលដំបូងឡើយបានស្វែងរកការចូលកងរស់នៅផ្នែកខាងកើតជាកន្លែងដែលទំនិញត្រូវបានដាក់ជាគំនរចំណែកឯអ្នកផ្សេងទៀតទាំងអស់រស់នៅផ្នែកខាងលិចកុំផ្លាស់ប្ដូរមនុស្សពីរនាក់ទៀតអាចត្រូវបានបញ្ជូនទៅផ្ទះរបស់ឆេនឆៅដំបូងឡើយសូមឲ្យមនុស្សមួយចំនួនដែលមិនទាន់ចេញមកក្រៅនៅតំបន់ផ្ទះចាស់របស់លោកឈូឆេនឆៅដែលជាមនុស្សចាស់ស្ត្រីចំណាស់ម្នាក់ដែលមានកូនពីរនាក់បានទៅដល់មាត់ទ្វារទឹករួចហើយវាមានថាទីមួយឥឡូវនេះប្រសិនបើយើងអាចទៅទីនេះយើងអាចទៅទីនេះហើយក៏មានស្វាគមន៍ដែរបើអ្នកដឹងផ្លូវអ្នកត្រូវឲ្យខ្ញុំដើរតាមអ្នកខ្ញុំមិនទៅទេខ្ញុំនឹងទៅតែម្នាក់ឯងទៅដែរការចេញទៅក្រៅបែបនេះគឺប្រថុយជីវិតរបស់អ្នកណាស់មានមនុស្សកំពុងរងចាំភ្លើងស្តុបគុំកំណាញ់ពេកខ្ញុំនឹងទៅមុនខ្ញុំមិននិយាយថាខ្ញុំមិនខ្លាចទេខ្ញុំគ្រាន់តែទទួលស្គាល់ថាទោះបីជាអ្នកកាន់មីងរបស់គាត់ក៏ដោយក៏ខ្ញុំមិនអាចទប់គាត់បានដែរឥឡូវនេះមានពីរនាក់នៅខាងឆ្វេង
ចាក់សាក់ពីកន្លែងនេះកូនមកដល់ហើយទុកឲ្យកូនចេញមកឲ្យលឿននៅតែមានពាក់កណ្ដាលទៀតលែងចង់បានថង់អង្គរទៀតហើយមានប្រអប់អាហារស្ងួតមួយនៅទីនោះដែលអ្នកអាចប្រើដើម្បីរើសអាហារដែលនៅសល់បានអាហេបុរសចំណាស់គួរតែយកវាមុនខ្ញុំជឿជាក់ថានេះជាការពិតនិយាយឲ្យត្រង់ទៅគួរតែដោះស្រាយមនុស្សនោះជាមុនសិនមានមនុស្សមិនច្រើនទេគាត់គួរតែត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរួមតើគាត់កំពុងធ្វើអ្វីនៅទីនេះចាប់ពីពេលនេះទៅតំបន់នេះនឹងត្រូវបានគ្រប់គ្រងជាបណ្ដោះអាសន្នដោយសហព័ន្ធចិននៅក្រៅប្រទេសសាកល្បងប្រើកូនសោសៀវភៅបញ្ជីនិងបញ្ជីផ្គត់ផ្គង់ប្រសិនបើអ្នកប្រកបវាតាមអ្នកចែករំលែកទេខ្ញុំកំពុងធ្វើជាដំណើរបណ្ដោះអាសន្នសម្រាប់សហព័ន្ធចិននៅក្រៅប្រទេសដំបូងអ្នកត្រូវប្រាប់ខ្ញុំថាមនុស្សចាស់នឹងត្រូវដាក់នៅទីណានិងអ្នកណានឹងបំពេញការផ្គត់ផ្គង់ទឹកឡើងវិញនៅក្នុងតំបន់ដែលខ្វះខាតទឹកនៅពេលយប់យើងនឹងនិយាយអំពីអ្នកណាដែលយាមនៅពេលក្រោយចៅបានឆាងគាត់មិនដឹងថាទ្វារបែរមុខទៅទីណាទេតើអ្នកនៅខាងណាខ្ញុំនៅខាងមនុស្សមានជីវិតគាត់និយាយត្រូវនៅពេលដែលបុគ្គលិកត្រូវបានផ្លាស់ប្ដូរភាពវឹកវរបានផ្ទុះឡើងនៅទីនេះអ្នកកំពុងប្រឆាំងនឹងការរៀបចំនេះហើយដើម្បីបានជាពួកគេយកគុំខ្ញុំទៅមុនគេខណៈពេលដែលគាត់នៅឃ្លាននៅឡើយកុំធ្វើពុតជាមិនសមហេតុផលពេកខ្ញុំបាននិយាយថាខ្ញុំនឹងឲ្យវាទៅអ្នកណាដែលខ្ញុំចង់បានប៉ុន្តែអ្នកគ្រាន់តែបន្ថែមសាំងទៅក្នុងភ្លើងប៉ុណ្ណោះតើការចរយន្តមានភាពច្របូកច្របល់មែនទេចាប់ពីពេលនេះទៅការចរយន្តនឹងត្រូវបានប្រអប់អធិភាពដោយគ្រួសារដោយអធិភាពត្រូវបានផ្ដល់ទៅឲ្យមនុស្សចាស់និងកុមារតើអ្នកណាត្រូវដកកន្លែងចរយន្តរបស់ពួកគេចេញមុនគេអ្នកជាអ្នកចេញប្រាក់ពីនៃតាមអំពើចិត្តចូលគ្រប់គ្រងកន្លែងនេះជាដីរបស់ខ្ញុំអ្នកមិនអាចធ្វើឲ្យវាខូចសំបីតែម្ដងឡើយខ្ញុំបណ្ដេញអ្នកចេញអ្នកបានធ្វើឲ្យគាត់អាម៉ាស់មុខប៉ុន្តែគាត់កំពុងប្រើជីវិតមនុស្សដើម្បីរក្សាមុខមាត់មានរឿងអាក្រក់ទំនងជាកើតឡើងនៅយប់នេះឈឺឆេងហាវកុំឆ្មើងឆ្មៃពេកបើអ្នកមានសមត្ថភាពខ្លាំងម្លេះអ្នកអាចទប់ស្ថានភាពបានខណៈទុកឲ្យតំបន់ផ្សេងទៀតងាយរងគ្រោះកូនខ្ញុំនៅតែនៅខាងក្នុងអ្នករាល់គ្នាលាក់ខ្លួននៅខាងក្នុងជាមុនសិនថែរក្សាខ្លួនឯងកុំភ័យស្លន់ស្លោមនុស្សដែលរត់ទៅទីខាងកើតកំពុងតម្រង់ទៅកណ្ដាលទំនិញនៅចន្លោះកុំរើអីបើផ្លូវទៅទុកឲ្យមនុស្សចាស់ទៅមុនជំរុកនេះមិនដឹងមកទេទោះបីជាអ្នករើមនុស្សគ្រប់គ្នាចេញទៅក្រៅក្រោមខ្យល់និងភ្លៀងក៏ដោយអ្នកមិនអាចទុកឲ្យពួកគេដួលហើយរងរបួសបានឡើយអ្នកបិទហើយកុំបង្កបញ្ហាអីម៉ាន់ឆាងបានដឹកនាំមនុស្សឲ្យលើកសជៀនយូបានផ្លាស់ទីកុមារនិងមនុស្សចាស់ទៅបន្ទប់ខាងក្នុងជាមុនសិនយកព្រមប្រសិនបើស្ថានភាពមិនស្ថិតស្ថេរគ្មាននរណាម្នាក់គួរចាក់ចេញឡើយបំណែកនៅខាងស្ដាំមិនស្ថិតស្ថេរទេវាត្រូវដាក់ពីលើវាទោះបីជាវាមិនស្ថិតស្ថេរក៏ដោយវាត្រូវដាក់ពីលើដើម្បីការពារវាពីការដួលរំវាជាករណីរបស់អ្នកណាវាជារបស់អ្នកមិនអីទេកុំមករកខ្ញុំនិយាយទាំងអស់ហើយគ្មានសកម្មភាពខ្ញុំជឿជាក់កុំផ្ញើឧបករណ៍សង្គ្រោះបឋមដបទឹកស្អាត3ដបធុងទឹក6និងក្រណាត់ការពារទឹក2ដុំអីវាស្ទើរតែបណ្ដាលឲ្យមានភាពរញ៉េញ៉ៃទាំងស្រុងរឿងឈឺឆេងហាវមិនទាន់ចប់ទេយប់នេះវាមិនទាន់ចប់នៅឡើយទេកុំសប្បាយចិត្តពេកយ៉ាងហោចណាស់ក៏គ្មានអ្នកណាស្លាប់លើកនេះដែរប្រអប់នេះកុមារមិនមែនមួយណាត្រូវនិងមួយណាខុសមួយនេះសម្រាប់ខ្ញុំធ្លាប់ឃើញទាំង3នេះពីមុនមកពួកវាមកពីក្រុមតែមួយមានរឿងអ្វីអ្នកដែលទិញរបស់ទាំងនេះដោយខ្លួនឯងនឹងមិនប្រើលេខកូដប្រភេទនេះទេតើអ្នកជឿទេដូចជាការធានារួមគ្នានិងការចែកចាយបង្រួបបង្រួមអ្នកចង់មានន័យថានេះមិនត្រូវបានផ្លាស់ប្ដូរពីផ្ទះរបស់នរណាម្នាក់ទេទំនងជាមិនមែនទេកុំប្រាប់អ្នកណានៅឡើយនេះជារឿងធំគឺថាជើងរបស់នរណាម្នាក់ជាប់គាំងនៅក្នុងចំការម្រេចហើយហូរឈាមហើយបន្ទាប់មកកម្រិតទឹកក៏កើនឡើងអ្នកបានទៅហើយស៊ីនអ៊ីឈីខ្ញុំនឹងបោះវាចេញកុំប៉ះវាហើយធ្វើឲ្យខ្ញុំជឿចាប់ខ្ញុំនឹងប្រាំរែកដើម្បីកាន់ជើងរបស់អ្នកជាមួយគ្នាជាមុនសិនមានមនុស្សផ្សេងទៀតនៅផ្ទះរងចាំខ្ញុំសិនរួចកុំទន់ខ្សោយអីទៅយើងក៏នឹងយកខ្សែពួរថ្មីពីរបាច់ទៅជាមួយយើងដែរខ្ញុំថែមទាំងអាចប្រាប់បានថាខ្សែពួរទាំងនោះមើលទៅដូចជាត្រូវបានផលិតឡើងតាមរចនាបថដូចគ្នានេះចាំបាច់តើទំនិញនៅក្នុងឃ្លាំងសួយសារអកអាចល្អម្ល៉េះហេតុអ្វីបានជាពួកគេរត់មកទីនេះទៅកាន់ឃ្លាំងសួយសារអករបស់អធិរាជខាងត្បូងវាពិតជាហេយ៉ាវចុងមែនគាត់បានសម្លឹងមើលទឹកដីនេះមួយរយៈហើយភ្លាមនោះគាត់បានលេចមុខមកវិញប្រសិនបើអ្នកសង្ស័យថាគាត់កំពុងរក្សាទុកទំនិញសូមបន្តទៅមុខទៀតស្វែងរកតាមលេខខ្ញុំនឹងទៅពិនិត្យមើលវានៅយប់នេះក្រែងខ្ញុំជួបនរណាម្នាក់វាជាការប្រសើរជាងក្នុងការប៉ះទង្គិចជាមួយគាត់ប៉ុន្តែមិនទាន់មានភស្តុតាងជាក់ស្ដែងនៅឡើយទេការប៉ះទង្គិចគ្នានឹងមានន័យថាជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ត្រូវហើយខ្ញុំមានគំនិតមួយប្រសិនបើយើងពិតជាបានឃើញកប៉ាល់របស់ពួកគេមែនយើងត្រូវរកផ្លូវជាមុនសិនប្រសិនបើអ្នកមិនបានឃើញរឿងនេះនៅពេលថ្ងៃទេកុំធ្វើសំឡេងប្រធានក្រុមឆេងនិងប្រអប់ថ្នាំវាជាផ្លូវដូចគ្នាតើវាត្រូវការប៉ុន្មាន
មានរបស់របរគ្រប់គ្រាន់សម្រាប់មនុស្សជាច្រើនប្រថុយជីវិតដើម្បីលាក់របស់របរទាំងនោះជាមុនសិនបងប្រុសលាវបាននិយាយថាគុំឲ្យផ្លាស់ទីបាច់នេះទៅកន្លែងខុសទៀតអីពួកគេនៅតែមើលពីលើវេទិកាខ្ពស់វាពិតជាពួកគេមែនសកម្មភាពដែលមិនគិតពិចារណាគួរតែត្រូវបានបន្តដោយការត្រឡប់ទៅចងចាំពីការស្នងតំណែងនិងរបៀបដើម្បីរួមរស់ជាមួយគ្នាប្រសិនបើយើងកន្យាវាតាមវិធីនេះឥឡូវនេះមិនមែនជាពេលវេលាដើម្បីដោះស្រាយกันនេះទេពួកគេនឹងកាន់តែថប់បារម្ភចាប់ពីថ្ងៃស្អែកទៅមនុស្សគ្រប់គ្នាកំពុងសម្លឹងមើលអាហារវាស្ទើរតែទេស្អាតហើយប៉ុន្តែគាត់នៅតែក្តាប់វាយ៉ាងណែនយើងញ៉ាំបតិចជាងមួយចានកាលពីយប់មិញយើងត្រូវជួបជាមួយអ្នកទទួលខុសត្រូវឈប់និយាយមិនសមហេតុផលទៅវាទាំងអស់ត្រូវបានសរសេរនៅលើទម្រង់បែបបទអ្នកអាចពិនិត្យមើលវាដោយខ្លួនឯងបើអ្នកគិតថាអ្នកមិនខ្លាចត្រូវស៊ើបអង្កេតទេចូលយកអ្វីទាំងអស់ចេញមកឥឡូវនេះមិនអីទេយើងនឹងផ្សះផ្សាកណេឲ្យនៅម៉ោងថ្ងៃត្រង់ហើយសម្អាតស្តុកនៅយប់នេះតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាប្រសិនបើនរណាម្នាក់មកហើយពួកគេខ្វះខាតមួយកាក់នោះវាអាស្រ័យលើខ្ញុំទាំងអស់ចាំមើលថាតើអ្នកណាមានដៃខ្វក់អ្នកណាដែលអ្នកកំពុងនិយាយជាមួយនឹងខឹងតើអ្នកណាបានធ្វើរឿងនេះដោយចេតនាគាត់បាននិយាយថាគាត់កំពុងសម្អាតស្តុករបស់គាត់ប៉ុន្តែគាត់មិនបានធ្វើទេគាត់បានកត់ទុកសម្ដែងអស់ទាំងអស់តែគាត់បានផលិតទោះបីជាគាត់ខ្វះខាតមួយរកក៏ដោយគាត់នៅតែអាចទូទាត់សម្ដែងបានក្នុងករណីគាត់ខ្វះខាតលុយយប់នេះយើងនឹងផ្លាស់ទៅកន្លែងផ្សេងនេះជាអ្វីដែលខ្ញុំរងចាំជាយូរមកហើយតើអ្នកដាក់ក្រដាសជូតសំនៅឯណាកុំកំណាញ់នឹងវាអ្នកទៅខាងក្រោយហើយរាយការណ៍មកវិញនៅពេលដែលទូកស្រូវបានរើចេញថ្ងៃនេះខ្ញុំមិនងួយដេកទេតើអ្នកណានឹងចូលមកពេលក្រដាសនោះអស់ខ្ញុំទើបតែត្រូវបាននរណាម្នាក់នៅទីនេះប៉ះពាល់អារម្មណ៍ខ្ញុំមិនបានឃើញមុខរបស់ពួកគេច្បាស់ទេប៉ុន្តែពួកគេដឹងថាយើងកំពុងរកកន្លែងណាពួកគេមិនត្រឹមតែដឹងទេពួកគេក៏មានការព្រួយបារម្ភផងដែរបើពួកគេរើទៅពីក្រោយអ្នកចូលទៅលាក់ខ្លួនទៅខ្ញុំនឹងទៅជាមួយអ្នកត្រឡប់មកវិញរត់ចេញនេះជារឿងដែលខ្ញុំមិនអាចបង្ហាញដល់អ្នកអតីបានអ្នកពិតជាមកទីនេះដើម្បីលួចពីខ្ញុំមែនទេខ្ញុំគ្រាន់តែរត់ការងារឲ្យអ្នកផ្សេងទេសម្រាប់បងប្អូនជីដូនមួយរបស់អ្នកណាខ្ញុំដឹងថាជាគាត់ភ្លាមនៅពេលដែលខ្ញុំទទួលបានវាមកវិញដំបូងឡើយចូលចាំថាត្រូវបញ្ជូនបាល់ទៅក្រុមពណ៌ខៀវឲ្យបានលឿនហើយកុំឲ្យពួកគេតាមទាន់វាពិតជាអ្នកនឹងខ្ញុំតើវាជាអ្វីសម្រាប់អ្នកប្រសិនបើវាជាទំនិញផ្ទាល់ខ្លួនរបស់អ្នកហេតុអ្វីបានជាអ្នកខ្លាចយើងនឹងពិនិត្យមើលលេខស៊េរីនៃទំនិញផ្ទាល់ខ្លួនរបស់អ្នកអយខ្ញុំឈប់ប្រអប់នោះមានសរសេរថាការធានារួមនៅខាងក្រៅវាជាប្រអប់ចាស់ហើយប្រអប់ចាស់ក៏មានការធានាមកជាមួយដែរគាត់បានរត់គេចខ្លួនជាមួយកូនសោទៅកាន់កន្លែងផ្ទុកទំនិញរួមគាត់មិនអាចទៅឆ្ងាយបានទេគាត់ត្រូវទៅឃ្លាំងដែលខូចរបស់អធិរាជខាងត្បូងតើនេះមិនមែនជាកូនសោទៅកាន់កន្លែងផ្ទុកទំនិញរួមទេសៀងហៅសោនឹងកំណាប់ឲ្យត្រូវគ្នាពួកគេបានលាក់វត្ថុសង្គ្រោះជីវិតគុំដាក់ស្លាប់មនុស្សដោយចែកអនអីវាជាបញ្ហានៃជីវិតនិងសេចក្តីស្លាប់ប្រសិនបើផែនការនិងប្រតិបត្តិការទាំងមូលត្រូវបានផ្ទេរនោះវានឹងត្រូវបានផ្ទេរត្រឡប់ទៅកៅថៃវិញប្រសិនបើវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកទេតើអ្នកណាជាអ្នកសម្រេចចិត្តឬក៏វានៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជើងដីខាងលិចកំពុងលេចធ្លីម្ដងទៀតវាបាត់ខ្សែពួរក្រណាត់និងថង់ខ្សាច់ខ្ញុំនឹងទៅភាគខាងត្បូងដើម្បីយកវាតើអ្នកណាហ៊ានប៉ះខ្ញុំប្រសិនបើអ្នកព្យាយាមបញ្ឈប់ខ្ញុំអ្នកនឹងបាត់បង់ជីវិតគ្មានអ្នកណាអាចបើកផ្លូវខាងលិចដូចនោះទេវាបានលេចធ្លីរួចហើយទៅជួសជុលវាទៅប៉ុន្តែកុំប៉ះផ្នែកនេះខ្សែពួរក្រណាត់ការពារទឹកនិងថ្នាំពេទ្យសុទ្ធតែនៅខាងក្នុងអ្នកមិនអាចជួសជុលវាបានទេបើមិនបើកវាអ្នកបន្តនិយាយអំពីការកំណត់ពេលវេលាទីតាំងបច្ចុប្បន្នហេតុអ្វីបានជារបស់របរដែលបាត់មិនត្រូវបានដឹកជញ្ជូនមកខ្ញុំបានប្រាប់អ្នកឲ្យរងចាំការរៀបចំនិងរងចាំទឹកឡើងដល់ដំបូលអ្នកអាចរងចាំបានប៉ុន្តែអ្នកអតីមិនអាចរងចាំបានទេអ្នកបានបើកមាត់របស់អ្នកធំពេកហើយប្រសិនបើអ្នកមិនស្រាយខ្សែពួរទេអ្នកនឹងមិនអាចកំទេចពួកគេបានទេប្រសិនបើផ្ទះនេះស្ថិតនៅក្នុងដៃរបស់ខ្ញុំអ្នកណាដែលព្យាយាមបញ្ឈប់ខ្ញុំគួរតែពន្យល់ខ្លួនឯងឲ្យច្បាស់អ្នកហ៊ានសាកល្បងប៉ះវាទេបន្ទាប់មកខ្ញុំនឹងកាត់ខ្សែពួរទាំងអស់ចេញពីរាងកាយរបស់យ៉ាងយ៉ាវសៀងហើយស្រាយវាទាំងអស់នៅទីនេះតើអ្នកខ្លាចបំពានច្បាប់ទេជីវិតមនុស្សកំពុងស្ថិតក្នុងគ្រោះថ្នាក់ឥឡូវនេះហេតុអ្វីបានជាអ្នកធ្វើពុតជាទទួលបន្ទុកបានកាំងអ្នកនាំមនុស្សមកយកខ្សែពួរទៅពន្ធនាគារយកប្រអប់ថ្នាំហើយមកជាមួយខ្ញុំចាំមើលថាអ្នកណាហ៊ានមកថ្ងៃនេះយើងនឹងធានាសម្រាប់រឿងអបមីជាមុនសិនបន្ទាប់មកយើងនឹងដោះស្រាយពីទូនៅពេលក្រោយស្ដាប់ឈឺសេងហៅហើយទៅកន្លែងនោះជាមុនសិនសញ្ញាសម្គាល់ខាងកើតបាត់ហើយអូទេទ្វារបង្ហូរទឹកនៅខាងក្រៅវេទិកាខ្ពស់ត្រូវបានចាក់សោពីខាងក្នុងទឹកកំពុងហូរត្រឡប់មកវិញហើយគាត់កំពុងព្យាយាមប្រញាប់ប្រញ័រទៅកាន់វេទិកាខ្ពស់ដងទៅតើអ្នកណាប្រញាប់ប្រញ័រត្រឡប់មកវិញហើយកាន់អំណោយមុនគេរួចលោតឡើងចុះហេតុអ្វីបានជាវានៅតែដំណើរការបើអ្នកមិនអាចកាន់វាចុះបានទេអ្នកណាម្នាក់នឹងរើវាចេញហើយវេទិកាខ្ពស់ក៏នឹងត្រូវជន់លេខដែរបិទមាត់ទៅលោកតាក្មេងនោះកំពុងរំកិលបើកសាច់ឡើងលើភ្នំម៉ាស៊ីនភ្លើងមិនគួរត្រូវបានបិទនៅទីនោះទេតើមានមនុស្សមួយចំនួនមកពីខាងនេះទេឆ្មាំតារាប់ណាទ្វារត្រូវបានបើកវាអាចត្រូវបានការពារវាត្រូវបានចាក់សោះហើយនេះមិនមែនជារបស់ដើមទេរឹតបន្តឹងខ្សែពួរខ្ញុំទឹកកំពុងពុះលឿនពេកវាកាន់តែបន្ទាន់ទៅខ្ញុំចាប់គាត់ហើយទាញឆេនយ៉ាវទៅតាមដោយធ្វើឲ្យប្រកាសថាគាត់ប្រុងប្រយ័ត្នកន្លែងដែលគាត់ដើរអ្នកឆេនយ៉ាវឈប់លេងសើចទៅសឹកលោតចេញទៅម្ដងទៀតសូមរំកិលទៅម្ខាង
នៅទីនេះត្រឡប់មកវិញមានសល់មួយដូច្នេះគ្រប់គ្រាន់ហើយអ្នកណាប្រាប់អ្នកឲ្យចាក់សោវែអ្នកមិនដឹងទេប៉ុន្តែអ្នកនៅតែរឹងរូសបងបៀវនៅតែជាបងបៀវគុំឆ្លោះប្រកែកគ្នាអំពីការផ្លាស់ប្ដូរកិច្ចសន្យាដែលខ្ញុំបានយកមកគុំឲ្យគាត់កប៉ាល់ដឹកគ្រាប់ធញ្ជាតិនៅកំពង់ផែជួបបញ្ហាខ្សែពួររបស់វាបានបាក់ហើយវាហៀបនឹងអន្តែតវាថែមទាំងព្យាយាមកាត់ផ្តាច់ការផ្គត់ផ្គង់គ្រាប់ធញ្ជាតិរបស់យើងទៀតផងហេតុងបៀវអ្នកណានៅកាន់កាំបិតនៅក្នុងដៃរបស់អ្នកវាពិតជាគាត់មែនខ្សែពួរទូកបានរលុងហើយខ្ញុំជួយយើងផងបងប្អូនតាក់ខ្សែពួរកប៉ាល់កំពុងចេញដំណើរហើយសូមរងចាំដោយអត់ធ្មត់យើងនឹងមកដោយដៃទេមនុស្សបានមកពីក្រោយហើយចាប់ពួកគេនៅតែចង់រត់គេចខ្លួនអនុញ្ញាតឲ្យខ្ញុំមើលជាមុនសិនតើទុកជាអ្វីតើអ្នកមានអ្វីផ្សេងទៀតដែលត្រូវនិយាយទេខ្ញុំមិនអាចអានបានទេអាចអ្នកគួរតែសម្លាប់គាត់ដោយថ្នាំប៉ុន្តែកុំធ្វើអ្វីផ្សេងទៀតនៅឡើយទេឲ្យមនុស្សនោះមកខ្ញុំនឹងសួរអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេខ្ញុំអាចទ្រាំទ្រនឹងការបង្កបញ្ហារបស់គាត់បានប៉ុន្តែគាត់កំពុងលួចរបស់ធំតើអ្នកណែណៃលើនេះវាមិនមែនជារឿងរបស់អ្នកទេក្នុងការសួរឈប់ធ្វើពុតថាអ្នកគ្មានគ្រួសារទៅក្បាលខ្ញុំអ្វីគាត់កំពុងនិយាយមិនសមហេតុផលដូច្នេះខ្ញុំនឹងនិយាយវាម្ដងទៀតនៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំបាននិយាយថាមនុស្សរបស់គាត់ប្រាប់ខ្ញុំឲ្យលោកមុនហើយក៏ជារបស់គាត់ប្រាប់ខ្ញុំឲ្យសាស្ត្រដែរយោងតាមលោកបញ្ជីពាក្យខ្លួនជំនួយទៅវិញទៅមកដែលត្រូវបានចាក់សោដំបូងក៏ត្រូវបានគូដោយលោកជារូបិយបានបច្ចុប្បន្នផងដែរមនុស្សបោះបង់លុយចោលនេះជារឿងដ៏សាហាវខ្ញុំធ្វើរឿងនេះដើម្បីការគ្រប់គ្រងបង្រួបបង្រួមបំពង់ផ្លូវនេះកាត់ផ្ដាច់ការដកថយរបស់មនុស្សចង់គាត់ស៊ីឌីបានត្រឡប់មកវិញហើយបុគ្គលិកដែលទើបតែខ្លះចេញគឺខ្វះខាតការងារប៉ុន្តែបន្ទាប់មកគាត់បានទៅបិទផ្លូវមុនតើយើងគួរធ្វើដូចម្តេចចំពោះអ្នកទាំងពីរដែលសុទ្ធទៅពេញហើយបុរសពីរអ្នកបានចង់អ្នករត់ពន្ធរបស់ហ៊ីដងចូលទៅក្នុងហាងលក់បង្គន់ចង់គាត់ដោយខ្សែពួរពីរជាន់ហើយចង់ប៊ូឡុងទ្វារទៅនឹងអូតសិនអាឈិនយាមទ្វារមុខអាឈិនយាមបង្អួតខាងក្រោយហើយគាត់យាមវេទិកាខ្ពស់គ្មាននរណាម្នាក់គួរចាក់ចេញពីទីតាំងរបស់ពួកគេទេយើងនឹងតាមដានពេលវេលានៃថ្ងៃហើយដើរជុំវិញពួកគេទេដែលបានកំណត់ជាមុនចុចវាចុះជាមុនសិនបន្ទាប់មកដាក់ខ្សែពួរអ្នករងរបួសថយក្រោយខ្ញុំនឹងទទួលបន្ទុកងាកមកវិញហើយបាញ់ពីរគ្រាប់ទៀតដើម្បីបង្កកគាត់និងការពារគាត់ពីការបើកវាត្រូវបានបង្ក្រាបពិតជាត្រូវបានបង្ក្រាបមែនវាមិនល្អទេដែលវាឈប់ឥឡូវនេះព្រះអាទិត្យចាស់ទើបតែទៅសែងអាឈិងដែលរងរបួសស្រាប់តែថ្នាំមួយបានធ្លាក់មកលើគាត់ទោះបីជាមាននរណាម្នាក់ត្រូវបានស្នើសុំឲ្យបន្ធូរបង្អួចនៅពីក្រោយក្បាលរួចហើយក៏ដោយក៏លោកហ៊ីយ៉ោសុងបានចេញពីបន្ទប់សំណាញ់ទៅតុបរិភោគអាហាររួចហើយតើយើងគួរដេញតាមគាត់ទេបើគាត់ត្រឡប់មកវិញភ្លើងព្រួញបានផ្ទុះឡើងហើយប្រេងម៉ាស៊ូតនៅតែនៅក្បែរនោះដំបូងត្រូវញែកធុងប្រេងចេញហើយចែកវាជាពីរក្រុមបន្ទាប់ពីប្រេងមួយរលកត្រូវបានចាក់ចូលហើយទឹកមួយទៀតត្រូវបានប្រមូលតើនៅតែមានមនុស្សនៅខាងក្នុងទេមានទ្វារមួយបន្ទប់ទឹកនៅតែចាក់សល់បន្ទាប់ពីមាននរណាម្នាក់បានផ្លាស់ចូលពួកគេថែមទាំងបានចាក់សោទ្វារហើយប្រើទំពក់ដើម្បីវាយបំបែកសោទៀតផងមែនហើយពិតជាមាននរណាម្នាក់នៅខាងក្នុងមែនហើយលោកតាមិនព្រមឲ្យវាមកខ្ញុំទេជួយខ្ញុំផងខ្ញុំពិតជាជាប់យ៉ាងនៅខាងក្នុងណាស់ចូលយើងយកមនុស្សម្នាក់នេះចេញជាមុនសិននៅខាងក្នុងគាត់បានបង្វែរផ្ទាំងនោះជាមុនសិនបន្ទាប់មកគាត់បានដើរមកលើពួកវាតើហេយ៉ាវជានរណាសុងបាននិយាយថាគាត់បានដុតប្រអប់ដែកនោះឲ្យស្អាតប៉ុន្តែមិនបានយកវាចេញពីក្រោមក្តារក្រាលកម្រាលទេគាត់រកវាមិនឃើញប្រញាប់ឡើងហើយរងចាំគាត់នឹងមកដល់ឆាប់នេះដំបូងត្រូវចងចាំទីតាំង
យកចិត្តទុកដាក់ឲ្យផ្ញើឡើងវិញតើអ្នកមិនអាចចាប់ខ្លួនហេយ៉ាវដងបានទេឈប់នៅត្រង់ហ្នឹងទៅគុំទទួលស្គាល់កំហុសរបស់ខ្លួនអីបើខ្ញុំទៅផ្ទះវិញហើយវ៉ាលីខ្ញុំបាត់ខ្ញុំនឹងមិនរស់ទេកូនប្រុសឆ្នះពន្លត់ភ្លើងជាមុនសិនបន្ទាប់មកយកវិញ្ញាបនបត្រយោងតាមលេខជាន់របស់យើងក្តាររបីប្រសិនបើគាត់មិនអាចរត់បានឆ្ងាយទេចូលយកអ្វីដែលគាត់មិនអាចដុតចេញជាមុនសិនមិនទាន់ឆ្អិនពេញលេញបញ្ជីនេះមាននៅទីនេះឈ្មោះរបស់អ្នកត្រូវបានកាត់ចេញឈ្មោះហេយ៉ាវចុងនៅជាប់នឹងវាទូរស័ព្ទដៃគាត់បានយកអ្វីគ្រប់យ៉ាងត្រឡប់ទៅហ្គាវថេវិញហើយថែមទាំងឲ្យគាត់ចុះហត្ថលេខាលើឯកសារដឹកជញ្ជូនទៀតផងតើគាត់អាចបដិសេធវាដោយរបៀបណាឥឡូវនេះការសង្គ្រោះគ្រោះមហន្តរាយប្រអប់ឆ្នាំចំនួនទី27ប្រេងម៉ាស៊ូចំនួន510និងប្រេង4ធុងតើនេះមិនមែនជាបាត់ដូចគ្នានៃការផ្គត់ផ្គង់ជំនួយទៅវិញទៅមកពីអធិរាជខាងក្នុងទេបញ្ជីឈ្មោះក៏ត្រូវបានឈឺឆេងឆៅកាត់ចេញដែរវាគឺជាការផ្លាស់ប្ដូរដោយចេតនាហ៊ីយ៉ោសុងពិតជាបានធ្វើវាមែនហ៊ីដងបៀវតើអ្នកនៅតែធ្វើពុតឬអត់ខ្ញុំកំពុងស្ដាប់ជីវិតក្រុមមនុស្សគ្មានបេះដូងឲ្យឯងបានរកឃើញហេយ៉ាវហុងហើយចងគាត់មុនគេបន្ទាប់មកហេតុងបៀវប្រអប់ដែកបានផ្ដល់ឲ្យខ្ញុំនៅពាក្យចាំអារាមប្រាប់ខ្ញុំផងឆាន់យ៉ាវហេតុអ្វីបានជាគាត់ត្រឡប់មកវិញជាងខាងក្រោយបើកចំហហើយវាលាតត្រដាងតើអ្នកមិនអាចរត់គេចបានទេគាត់បានធ្វើឲ្យគាត់ចុះចាញ់ហើយអ្នកណាដែលបោះជំហានទៅមុខមុនគាត់មិនបានបោះជំហានទៅមុខទេកុំបារម្ភពីខ្ញុំអីអ្នកអាចយកប្រអប់នោះទៅទុកឲ្យមនុស្សនោះទៅចុះដំបូងយកប្រអប់មកឲ្យគាត់សិនគាត់ត្រូវទៅផ្លូវហៅមឈូដូច្នេះសូមទៅម្ខាងទៀតជេនហៀបនឹងដេញតាមប្រអប់នោះហើយគប់វាមិនអាចផ្ដល់រត់ឲ្យគាត់បានទេចូលធ្វើឲ្យគាត់ស្ងប់ចិត្តជាមុនសិនខ្ញុំនឹងឲ្យកំបិតអ្នកជាមុនសិនឈប់និយាយមិនសមហេតុផលម៉ាក់គុំរើអីគុំគិតចង់រត់គេចខ្លួនអីមានពាក្យចាំអារាមថាកន្លែងនេះរលួយហើយដូច្នេះអ្នកគួរតែចាក់ចេញជួយខ្ញុំផងពួកគេថែមទាំងដឹងថាត្រូវខ្លាចស្លាប់ទៀតផងអ្នកណាខ្វល់ថាស្លាកដឹកជញ្ជូនមាននៅក្នុងបញ្ជីវាទាំងអស់នៅទីនោះតើអ្នកមានអ្វីផ្សេងទៀតដែលត្រូវនិយាយខ្ញុំគ្រាន់តែចង់បង្ខំគាត់ឲ្យថយក្រោយរហូតដល់ចំណុចដែលគាត់បានបិទប្រព័ន្ធបង្ហូរទឹកដោយឯកតោពិធីអាគីភ័យនៅឃ្លាំងចាស់ស្ទើរតែសម្លាប់មនុស្សម្នាក់នៅលើវេទិកាខ្ពស់អ្នកចង់បានដីនេះមែនទេខ្ញុំនឹងធ្វើឲ្យអ្នកបំផ្លាញវានៅទីសាធារណៈហើយវាមិនដែររបស់គាត់ដំបូងឡើងយើងមកពីនេះទៅជួយទៅឲ្យផាយសម្រាប់វាខាងខ្សែខ្សែពូ3ខ្សែពូ1កុំឲ្យខកខានឲ្យសោះវាមិនល្អសម្រាប់ឬជំរាបខាងជើងទេរលកទី2បានបោកបក់ចូលហើយបានមកម្ដងទៀតវេទិកាខ្ពស់ហៀបនឹងឡើងដល់កំពូលឥឡូវនេះចូលយើងមិនអើពើនឹងបោកសាច់នឹងបន្ទះឈើទេចូលយើងគិតពីមនុស្សជាមុនសិនចាំយើងរៀបរាប់លម្អិតនៅពេលក្រោយសូម្បីតែបន្ទះឈើក៏អើដែរដូច្នេះនៅពេលដែលមនុស្សកាន់តែច្រើនមកអ្នកដែលបាត់ដៃឬរបួសដៃបានថយក្រោយដើម្បីរកអ្នកជំនួសមូលហេតុដែលវាអាចដឹកបានមិនមែនដោយសារតែវាមិនធន់គ្រប់គ្រាន់ទេប៉ុន្តែដោយសារតែបាត់ប្រហោងហើយដីនៅខាងក្រោមត្រូវបានទម្លុះទោះបីជាអ្នកដាក់វាចុះម្ដងទៀតក៏ដោយវានឹងមិនដំណើរការទេប្រសិនបើយើងនឹងផ្ញើវាតើយើងត្រូវធ្វើដូចម្ដេចយើងត្រូវកាត់ថ្នាំឈើហើយចុះសុំជាមុនសិនតើយើងនឹងយករកចូលច្រើនយ៉ាងនេះទៅណាយើងបានរួចរួចហើយអ្នកកំពុងសាងសង់វេទិកាគូនេះដោយខ្លួនឯងហើយអ្នកកំពុងលេងល្បែងជាមួយជីវិតមនុស្សគ្រប់គ្នាមែនទេស្ដាប់ដោយប្រុងប្រយ័ត្នកន្លះម៉ោងក្រោយមកឈូមិនបានចុះតាមដងទន្លេលៀងទេជំរាលខាងជើងបានបើកឡើងដោយខ្លួនឯងហើយអ្នកណាជាអ្នកដែលត្រូវបានរុះរើលោកឆេនអ្នកទៅមុនតើអ្នកទាំងអស់គ្នាឈរនៅទីនោះដើម្បីអ្វីគាត់បានចាប់ផ្ដើមរុះរើដោយខ្លួនឯងមុនរំទោខ្នំរំទោខ្យល់អ្នកទេដែលធ្វើឲ្យខ្យល់បក់បោកមិនមែនយើងទេបើយើងចុះទៅទៀតយើងនឹងទៅដល់បាតសមុទ្រស្មាស្ដាំរបស់គាត់របួសទុកឲ្យទន្លេហូរទៅមុនសិនផ្ញើការទៅផ្នែកខាងឆ្វេងនៃទន្លេខ្ញុំនឹងបំពេញផ្នែកខាងស្ដាំ1ឬ2 8ឈោហាមឃាត់យ៉ាងតឹងរឹងចំពោះការដាក់គំនរនៅនឹងកន្លែងមានគំនរគ្រប់គ្រាន់ហើយវាមិនទាន់ចប់នៅឡើយទេបន្តទៅមុខទៀតដៃរបស់អ្នករហែកអស់ហើយមីងដល់ឈ្លីស្វ័យបានដាក់ទឹកលើជួរស្មៅរួចដាក់ថ្នាំឈើឡើងវិញប៉ុន្តែវាគ្មានប្រយោជន៍ទេគាត់បានព្យាយាមភ្ជាប់វាឲ្យបើកប៉ុន្តែមិនអាចធ្វើបានទេបាត់គឺទាំងអស់វាជាទឹកភក់កន្លែងនេះមានគ្រោះថ្នាក់ពេកហើយគុំប្រាប់ខ្ញុំថាអ្នកមិនអាចចុះមកទីនេះបានទេតើអ្នកនឹងរងចាំគាត់អនុញ្ញាតឲ្យអ្នកផ្សេងឆ្លងកាត់មែនទេចន្លោះនោះតូចណាស់ដែលអាចឲ្យអ្នកណាម្នាក់វាចូលទៅកាត់សំណាញ់បានឪពុករបស់អ្នកបានធ្លាក់ចូលទៅក្នុងប្រឡាយហើយមិនដែលត្រឡប់មកវិញទេដូច្នេះខ្ញុំដឹងកាន់តែច្បាស់ថារឿងបែបនេះមិនដំណើរការទេខ្ញុំនឹងប្រាប់អ្នកថាមនុស្សកាន់តែច្រើននឹងស្លាប់នៅថ្ងៃនេះចុងខ្សែពូ2ខ្ញុំកំពុងទីខ្លួនខ្ញុំឡើងទៅទីនោះប៉ុន្តែខ្ញុំមិនរងចុះចាញ់ឡើយទឹកកាន់តែញឹកនឹងលឿនជាងមុនដូច្នេះសូមប្រញាប់ឡើងខ្សែពូឆេនចោលស្ងួតគុំស្រាយវាចោលអីប្រគល់វាទាំងអស់មកខ្ញុំបោះជំហានឲ្យរឹងមាំឲ្យខ្ញុំកន្លះជើងទៀតទុកឲ្យទឹកឡើងវិញហើយទាញគាត់ចេញគុំទាញឈឺឆេនចោលចេញអរគុណគុំឈោស្ងៀមអីតើអ្នកនៅដកដង្ហើមទេតើអ្នកនៅរស់ទេអ្នកពិតជាល្ងងខ្លៅមែនអ្នកបានធ្វើឲ្យខ្ញុំភ័យខ្លាចស្ទើរស្លាប់ការផ្គត់ផ្គង់ទឹកបានជប់ហើយចុះទៅជំរាលខាងជើងទៅជប់ឲ្យស្មារបស់ឯងប្រេះហើយរុំវាឲ្យលឿនតើអ្នកចង់ធ្វើអ្វីទៀតតើវាមានន័យយ៉ាងណាដែលមានទ្រង់ទ្រាយខូចខាតច្រើនជាងមួយ
មានរំលកដីពាក់កណ្ដាលជួបបងប្អូននៅពីក្រោយវាដែរប្រសិនបើវាបុកនៅចនាសម្ព័ន្ធដែកនៅលើជំនឿខាងជើងយើងនឹងត្រូវបំផ្លាញទាំងស្រុងយើងមិនអាចទុកឲ្យវាគាត់បានឡើងមកមិនអាចបញ្ឈប់បានរស់នៅក្នុងការរត់ឥឡូវនេះពួកគេដឹងថាពួកគេមិនអាចរក្សាតំណែងគូបានឡើយវាយីពេលហើយមិនយូរមិនឆាប់វានឹងដួលលំតើអ្នកណាហ៊ានរត់ចុះឡើងដោយមិនប្រុងប្រយ័ត្នទូកបានបាត់ទៅហើយមនុស្សក៏បាត់ទៅដែរឥឡូវនេះជំរាបភាគខាងជើងបានបើកចំសម្រាប់ការប្រយុទ្ធខ្ញុំរស់នៅក្នុងទីក្រុងឆេនឆាវអ្វីទាំងអស់នៅទីនោះបានបាត់អស់ហើយលើកលែងតែក្រមួនចាស់នេះដែលនៅតែអាចប្រើបានកៃម៉ាន់ឆាងកំពុងរៀបចំទូកកៃចាស់ឲ្យសូមចុះមកជាមួយខ្ញុំបន្ទាប់ប្រសិនបើអ្នកបុកផ្នែកខាងឆ្វេងមានកន្លែងទំនេរមួយនៅទីនោះប៉ុន្តែប្រសិនបើអ្នកមិនចូលទៅជិតគ្រប់គ្រាន់ទេសូមតម្រង់ធ្នូឲ្យត្រង់ហើយបញ្ចូលវាទៅក្នុងថ្នាំចេញចូលចេញពីអន្ទាក់ទៅកុំទាញវាមកវិញកុំលែងវាចោលប្រសិនបើអ្នកទាញខ្លាំងពេកហើយវាបាក់ដំបងនេសាទទាំងមូលនឹងខូចដំបងនេសាទអាចត្រូវបានកាត់បើកចំហើយអ្នកអាចត្រឡប់ទៅរកវាវិញបានបន្ថយល្បឿនបើមិនដូច្នោះទេអ្នកនឹងវង្វេងផ្លូវអ្នកពិតជាវង្វេងផ្លូវមែនអ្នកលៀងឡានរងចាំនៅទីនោះបើអ្នកបន្ថយល្បឿនបន្តិចទៀតទោះបីជាគ្មានជំរាលក៏ដោយជួរភ្នំក៏មិនបាក់ដែរហើយមនុស្សនៅតែអាចឈរបានដោយត្រូវបង្ខំចិត្តកាន់ផ្លូវនេះខ្ញុំមានសំណាងណាស់ដែលនៅរស់រានមានជីវិតនៅយុគនេះខ្ញុំនៅតែត្រូវរស់នៅដើម្បីស៊ូបវិញតើអ្នកខ្លាចថាអ្នកប្រហែលជាមិនត្រឡប់មកវិញទេខ្ញុំមិនងាយសម្លាប់មនុស្សទេឈប់និយាយខ្លាំងទៅតើព្រះនោះជាព្រះប្រភេទណាទេមែនទេរលកដែលរីបាយគឺជារលកសំខាន់ហើយនៅមានរាធំជាងនឹងការបញ្ចាស់ទេមនុស្សគ្រប់គ្នាត្រឡប់ទៅកន្លែងគូវិញហើយដឹកខ្សែគូបន្ទះឈើនិងចំគៀងប្រេងដែលនៅសល់ទាំងអស់នៅទីនោះផ្នែកចុងក្រោយគឺជាកន្សោម31ហើយមិនតាក់ទងដោយផ្ទាល់ទៅនឹងប្រយោជន៍នោះទេអត់ធ្មត់បន្តិចសិនឬយើងកំពុងកាន់រលកចាស់យើងកំពុងកាន់រលកថ្មីមិនមែនរលកចុងក្រោយទេចំណូលធំចុងក្រោយនឹងមកដល់ក្នុងរយៈពេលកន្លះម៉ោងអ្នកគិតអ្វីដើម្បីជួយសង្គ្រោះមនុស្សអ្នកត្រូវតែលះបង់កៅដាឌីងជាមុនសិនឆ្នាំងទឹកចូលទៅក្នុងសង្គ្រាមតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើពំនេះនៅតែអាចប្រើប្រាស់បានដែរឬទេតើវានឹងនៅរស់រានមានជីវិតដែរឬទេគ្រាន់តែមើលគាត់បានពន្យល់យ៉ាងច្បាស់ថាទឹកនៅលើកម្ពស់វេទិកាខ្ពស់គ្មានកន្លែងណាទៅទេរលកធំហូរឡើងខ្ពស់ធ្វើឲ្យទឹកជាប់ពីខាងក្នុងនិងខាងក្រៅមានរចនាសម្ព័ន្ធចាស់មួយនៅខាងក្រោមប៉មស្នាមប្រឡាយចាស់មិនត្រូវបានកប់ពាក់កណ្ដាលផ្លូវទេវានៅតែភ្ជាប់ទៅឆ្នេរខាងកើតតើអ្នកនឹងបញ្ចេញវាទេដំបូងឡើយត្រូវបង្ហូរទឹកខាងក្នុងចេញពីកម្ពស់ប៉មនេះមិនត្រូវបានរើអស់រយៈពេលជាច្រើនឆ្នាំមកហើយទេពក៏សល់នឹងបាត់ទៅហ្វាម៉ែនស៊ីវស្លាប់ហើយមែនទេម៉ាន់ឆាងបានដឹកនាំមនុស្សឲ្យជីកលេនដ្ឋានមួយសម្រាប់ខ្ញុំនឹងចុះទៅអាងទឹកជ្រៅមួយឆ្មាំអាគារហាមឃាត់ការចូលទស្សនាកុំឲ្យមានសណ្ដាប់ធ្នាប់កុំមើលបាតដើមស្រនៅខាងឆ្វេងយើងបានជីកបន្ទះធ្មមួយនៅមាត់ប្រឡាយដូច្នេះយើងបន្តជីកចន្លោះប្រឡាយត្រូវបានបិទដូច្នេះយើងបានឈូសឆាយវាជាមុនសិនមានចលនានៅក្រោមដីនៅពេលដែលការបើកលេនដ្ឋានត្រូវបានបើកទឹកកំពុងហូរចេញពីមាត់ប្រឡាយបើយើងពិតជាចាក់ចេញមែនតើអ្នកណានឹងទៅមុនមនុស្សចាស់និងកុមារត្រូវបន្ថយល្បឿនពេលយួរចង្គៀងប្រេងនិងស្បៀងអាហារស្ងួតទៅកាន់ជម្រាលថ្មនៅពីក្រោយប៉មអ្នកពិតជាឈ្នះការភ្នាល់មែនមិនមែនភ្នាល់ទេតែជាការចងចាំនៅតែត្រូវការតើមានភាពខុសគ្នាយ៉ាងណារវាងការខំចុងក្រោយរបស់ច្រកតើអ្នកណាកំពុងបើកទូកទ្វារឡានបានបើកអាឈិងទៅតែត្រូវបានហៅទៅកាន់វេទិកាទ្វារសួនច្បារត្រូវបានខូចខាតជាយូរមកហើយដោយច្រាំងខាងកើតនៃទន្លេគាត់ថែមទាំងបានរុះរលួយបន្លាដែលមានបំណែកឈើទៀតផងហេតុអ្វីបានជាត្រូវខ្វល់ខ្វាយជាមួយសញ្ញាសម្គាល់ច្រាំងទន្លេដ៏ច្បាស់លាស់មនុស្សនោះមិននៅកន្លែងណាទេទៅកំពុងផែខាងក្រោយគាត់បានដេញតាមពួកគេម្នាក់មានឱកាសផ្ទាល់ខ្លួនដើម្បីរស់រានមានជីវិតបើហ៊ានកាត់ដៃខ្ញុំចោលទៅលែងទៅប្រសិនបើកន្លែងនេះមិនអាចការពារបានទេនោះវាមិនមែនជាវេនរបស់អ្នកដើម្បីរត់គេចខ្លួនទេនៅទីនេះបើម៉ាន់ឆាងទៅការពារទីក្រុងធំចុះអ្នកទាំងពីរនេះវិញពួកគេមិនអាចរត់គេចខ្លួនបានទេដូច្នេះពួកគេនឹងចាក់ចេញមុនសង្កត់ឲ្យជាប់លែងទៅមើលជើងរបស់អ្នកហើយកុំងាកក្រោយប្រញាប់ឡើងហើយទទួលបានក្រែមលាបមាត់ពេលអ្នកចាស់ទៅអ្នកអាចក្លាយជាអនុប្រធានបានជួសជុល
ក៏មានការផាកពិន័យសម្រាប់ការចាប់កុមារផងដែរសង្គ្រោះខ្ញុំផងទាញខ្ញុំឡើងផងតើខ្ញុំគួរធ្វើអ្វីកុំខ្វល់ពីពួកគេអីគ្រាន់តែទម្លាក់មនុស្សគ្រប់គ្នាចុះសិនហើយបន្ទាប់មកទាញខ្ញុំទៅខ្ញុំមិនធ្វើទេតើអ្នកចង់ស្លាប់ទេហេតុអ្វីបានជាអ្នកជួយសង្គ្រោះពួកគេតើអ្នកមិនអាចទុកឲ្យពួកគេស្លាប់យ៉ាងរហ័សនិងគ្មានការឈឺចាប់បានទេខ្ញុំពិតជាមិនអាចរស់បានបើគ្មានគាត់ទេជីវិតនេះពិតជាមានសំណាងមែនតើវានឹងរត់ចេញម្ដងទៀតទេបន្ទាប់ពីខ្ញុំរើសវាឡើងរួចហើយមាននៅខាងក្រៅខ្ញុំនឹងរាប់ចំនួនមនុស្សនៅលើទូកជាមុនសិនហើយកត់ត្រាព័ត៌មានអូយសម្លាញ់ឲ្យវាមកដល់ហើយទូកកំពុងបើកមកទីនេះតើអ្នកណាជាអ្នកទទួលខុសត្រូវស៊ូចិនតើអ្នកទេមើលនេះសិនតើរបស់ទាំងនេះមកពីណាជាឃ្លាំងសួតរបស់អធិរាជខាងត្បូងខ្ញុំអាចខ្លែងទីបន្ទាល់បាត់ចាសោះតាមវិធីនោះអ្នកនៅតែធ្វើពុតគាត់បានប្រាប់ខ្ញុំឲ្យធ្វើវាហើយអ្នកថែមទាំងចាប់ឆ្កែនោះខំខ្ញុំទៀតផងឥឡូវនេះអ្នកជីឆ្កែហើយមែនទេអ្នកបានប្រើទំនាក់ទំនងកម្រិតខ្ពស់ដើម្បីធ្វើអំពើល្អខណៈពេលដែលខ្ញុំប្រថុយជីវិតរបស់ខ្ញុំសម្រាប់អ្វីដែលខ្ញុំត្រូវការអ្នកបានប្រថុយជីវិតរបស់អ្នកដើម្បីនិយាយវាឲ្យបានល្អមិនអីទេអ្នកត្រូវយកមនុស្សគ្រប់គ្នានឹងបំណុលទៅជាមួយប៉ុន្តែខ្ញុំមិនអាចចាក់ចេញបានទេហេតុអ្វីបានជាអ្នកមិននិយាយបែបនោះកាលពីម្សិលមិញប្រអប់ថ្នាំនោះមានម្សៅ6ដបប្រេងម៉ាស៊ូ27ថង់ខ្សែពួរ4ធុងនិងសម្ភារៈផ្សេងទៀតចំនួន16ធុងតើត្រូវសាងសង់ផ្នែកណាមុនគេដំបូងឡើយចូលជំនួសតំណែងរបស់ anyone សូម្បីតែឈើអេតចាយក៏អាចតាក់ទាញលោកគ្រូចៅបានដែរខ្ញុំត្រូវព្យាបាលរបួសរបស់ខ្ញុំជាមុនសិនព្រោះខ្ញុំខ្វះខាតថ្នាំខ្ញុំនឹងសរសេរវាឡើងវិញហើយទៅធ្វើវាឲ្យរួចរាល់លើកនេះដោយដែលលោកឈូឆេងហៅបាននិយាយពាក្យដែលថាប្រសិនបើកន្លែងនេះអាចត្រូវបានសង្គ្រោះមនុស្សនិងកន្លែងនេះអាចត្រូវបានសង្គ្រោះនោះវាអាចងើបឡើងវិញបានគឺអនុវត្តចំពោះខ្ញុំមិនចាក់ចេញទេខ្ញុំបានគិតវារួចរាល់ហើយកន្លែងនេះត្រូវការនរណាម្នាក់ដើម្បីរក្សាកណេនិងនរណាម្នាក់ដើម្បីគ្រប់គ្រងវាល្អឥតខ្ចោះមែនទៅ